នៅក្នុងអេពីសូតមួយនេះដែលបានឃើញថាក្រុមរបស់ស៊ីនក៏ដូចជាក្រុមរបស់អ្នកប្រាដៃនឹងគឺនៅតែវឹកហាត់ដដែលនឹងក៏ប៉ុន្តែលើកនេះក៏ដូចរដូវនេះទេដែលសារតែពួកគេគឺបានសហការគ្នាយ៉ាងល្អតែម្ដងដោយពួកគេគឺបោះបង់ចោលគំនិតដែលឆ្លោះប្រកែកគ្នាក៏ដូចជាបានសហការគ្នាដើម្បីកម្ចាត់ទៅកាន់សត្វខ្លាឃ្មុំមួយដោយមិនយូរប៉ុន្មានពួកគេគឺអាចចាប់ការទៅកាន់បិសាចខ្លាឃ្មុំមួយនឹងដែលបានសម្រេចទៅដោយឃើញបែបនេះបងប្រុសក៏ដូចជាបងស្រីរបស់ស៊ីននឹងគឺបានសរសើរទៅកាន់ពួកគេបណ្ដោយសារតែឃើញអំពីការរីកចម្រើនរបស់ពួកគេមកមើលទៅកាន់ក្រុមរបស់ស៊ីនក៏ដូចជាក្រុមមួយទៀតវិញដែលពួកគេគឺកំពុងតែចាប់ការជាមួយនឹងបិសាចចចកព្រៃផងដែរនៅពេលនោះដែលប្រូម្នាក់នេះគឺបានរត់ទៅចាប់ការទៅកាន់បិសាចមួយនឹងទោះជាគ្រូរបស់គេគឺហាមឃាត់ក៏មិនតាន់ផងដែរអញ្ចឹងទៅតែធ្វើឲ្យបិសាចទាំងអស់ហ្នឹងគឺអាចវាយប្រហារទៅកាន់ពួកគេបានណាមួយដោយសារតែពួកគេហ្នឹងគឺមិនតាន់មានបទពិសោធន៍គ្រប់គ្រាន់នោះទេអញ្ចឹងទៅដែលមិត្តភ័ក្តិរបស់ស៊ីនគឺបានប្រើជាមួយនឹងធម៌ពលរបស់ពួកគេដើម្បីជួយទៅកាន់ក្រុមគុនដាវមួយនឹងផងដែរទោះជាក្រុមរបស់ស៊ីនគឺបានជួយទៅកាន់ក្រុមគុនដាវមួយនឹងគឺបានសម្រេចយ៉ាងណាក៏ដោយក៏តែក្រុមគុនដាវមួយនឹងក៏ដូចជាមិនពេញចិត្តទៅកាន់ពួកគេនោះឡើយអញ្ចឹងទៅដែលធ្វើឲ្យក្រុមរបស់ស៊ីនក៏ពិតជាខឹងខ្លាំងមែនតើណាជួយឲ្យគេនៅតែខុសទៀតនឹងធ្វើមិនទេក៏តែនៅពេលដែលពួកគេនឹងគឺឈប់ជួយវិញម្ដងណាបើមើលទៅកាន់ក្រុមគុនដាវមួយណាក៏ដូចជាវាយមិនឈ្នះទៅកាន់ចចកព្រៃនោះឡើយសូម្បីតែចចកធម្មតាហ្នឹងក៏ពួកគេនឹងគឺថាវាយមិនឈ្នះផងដែរអញ្ចឹងទៅគឺមានតែជួយម្ដងទៀតនោះទេនៅពេលនោះដែលនារីម្នាក់គឺចង់ជួយដែរឡដែលនេះគឺបានប្រើជាមួយនឹងធម៌ពលរបស់នេះដើម្បីឆក់ទៅកាន់ពពួកឆ្កែចចកអស់ហ្នឹងក៏តែមិនឆក់ទៅឆ្កែចកនោះទេសូម្បីតែមនុស្សគឺឆក់ដែរក្រោយមកទៀតនៅពេលដែលក្រុមទាំងអស់គឺបានជួបជុំគ្នាវិញដែលក្រុមរបស់ស៊ីនមួយទៀតដូចជាត្រុតត្រងដល់ហើយដោយសារធម៌ពលផ្ទះមួយនឹងឯងបន្ទាប់ពីនេះដែលពួកគេនឹងគឺបាននិយាយគ្នាផងដែរនឹងចង់ឲ្យស៊ីននឹងគឺបង្ហាត់បង្រៀនមកកាន់ពួកគេបន្ថែមទៀតដោយសារតែពួកគេគឺចង់អភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងជាងមុនដោយសារតែមានការជំរុញអំពីមិត្តភ័ក្តិចឹងទៅស៊ីនគឺអត់មានជំរុញនោះទេមានតែបង្រៀនទៅកាន់ពួកគេតែប៉ុណ្ណឹងហើយរឿងក៏បានកើតក្រោយពេលដែលពួកគេនឹងគឺបានវឹកហាត់យ៉ាងច្រើនដែលមើលទីកាន់សមត្ថភាពរបស់ពួកគេនឹងគឺមិនអន់ទៀតនោះទេដែលពេលនេះពួកគេគឺបានគ្រប់គ្រងវាយ៉ាងល្អផងដែរច្បាស់ណាស់ទោះជាវាមិនល្អអត់ខ្ចោះប៉ុន្តែប៉ុណ្ណឹងគឺវាល្អខ្លាំងហើយសម្រាប់ពួកគេដែលនៅពេលនេះសមត្ថភាពរបស់ពួកគេគឺបានរីកចម្រើនយ៉ាងខ្លាំងផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវានឹងគឺមិនខ្លាំងគ្រប់គ្រាន់នោះទេចឹងពួកគេមានតែបន្តវឹកហាត់ទៀតដើម្បីឲ្យវាកាន់តែខ្លាំងជាងមុនចំណែកឯក្រុមបិសាចដែលនៅរាជធានីរបស់ Oliver វិញដែលពួកគេក៏មិនអន់ផងដែរពេលនេះពួកគេគឺបានអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងកម្រិតរបស់បិសាចដោយស៊ីនគឺបាននិយាយផងដែរច្បាស់ណាស់ដែលការវឹកហាត់របស់ពួកគេនេះគឺត្រៀមសង្គ្រាមជាមួយនឹង Oliver ពួកគេគឺមិនអាចចាញ់បាននោះទេនៅពេលនោះដែលពួកគេគឺសម្រេចចិត្តថានឹងហាត់បន្ថែមទៀតក៏ប៉ុន្តែមុននឹងហាត់នឹងពួកគេនឹងគឺចង់លំហែកាយខ្លះៗផងដែរចឹងហើយពួកគេនឹងត្រូវរកកន្លែងថ្មីដើម្បីវឹកហាត់ដោយមានម្នាក់នឹងគឺបាននិយាយថាមានតែផ្ទះរបស់សេស៊ីលីនោះទេដែលស័ក្តិសមជាមួយនឹងរឿងនេះដោយអញ្ចឹងទៅពួកគេនឹងគឺសម្រេចចិត្តថានឹងទៅផ្ទះរបស់សេស៊ីលីដើម្បីវឹកហាត់ក៏ដូចជាដើម្បីលំហែកាយតែម្ដងមុននឹងទៅស៊ីនគឺបានពិភាក្សាជាមួយនឹងលោកតាក៏ដូចជាលោកយាយរបស់គាត់ផងដែរដែលអញ្ចឹងទៅលោកតាលោកយាយរបស់គាត់នឹងគឺមិនសូវជាចង់ឲ្យទៅមកនោះទេខ្លាចពួកគេនឹងគឺទៅដើរលេងមិនមែនទៅវឹកហាត់នោះឡើយដោយគ្មានជំរឿទៀតពួកគាត់ទាំងពីរគឺសម្រេចចិត្តថានឹងស្ម័គ្រចិត្តទៅតាមដានទៅកាន់ពួកគេតែម្ដងខ្លាចពួកគេនឹងគឺទៅដើរលេងភ្លេចទៅវឹកហាត់នៅថ្ងៃស្អែកគឺបានមកដល់នៅពេលដែលពួកគេនឹងគឺរៀបចំដើម្បីចេញទៅផ្ទះរបស់សេស៊ីលីហើយនៅពេលដែលពួកគេគឺធ្វើដំណើរតាមផ្លូវដែលពួកគេគឺបានជួបជាមួយនឹងក្រុមឆ្កែចចកមួយក្រុមផងដែរដែលពួកវានឹងគឺកំពុងតែឡំប៉ត់វាប្រហែលទៅកាន់ក្រុមមនុស្សមួយក្រុមអញ្ចឹងទៅក្រុមរបស់ស៊ីនគឺបានចាប់ឆ្នោតតែម្ដងថាណាគេដែលបានចាប់ឆ្នោតឈ្នះនឹងគឺអាចវាយជាមួយនឹងក្រុមបិសាចទាំងអស់នឹងបានណាមួយទៅជាការវឹកហាត់របស់ពួកគេផងដែរដែលនារីម្នាក់នឹងគឺបានចាប់ត្រូវចឹងទៅនាងគឺអាចវាយប្រហារជាមួយនឹងពួកបិសាចទាំងអស់នឹងបានណាមិនចាំយូរទេនាងគឺបានប្រើជាមួយនឹងធម៌ពលតែម្ដងដោយលើកនេះនាងគឺមិនមែនអន់ដូចជាពីមុនទេនៅឡើយដែលនាងគឺបានគ្រប់គ្រងធម៌ពលក៏ល្អជាងមុនផងដែរដែលមិនចាំយូរនាងគឺបានប្រើទៅលើពពួកឆ្កែចចកទាំងអស់នឹងធ្វើឲ្យឆ្កែចចកទាំងអស់នឹងគឺថាប៉ើងបាត់អស់ទៅចឹងទៅពេលនេះដែលនាងគឺបានចាប់ការទៅកាន់ពួកវាបានសម្រេចហើយដោយវាក៏ជាលទ្ធផលដ៏ល្អមួយផងដែរនៅក្នុងការវឹកហាត់យ៉ាងជូររបស់នាងដែលធ្វើឲ្យសមត្ថភាពរបស់នាងគឺកាន់តែខ្លាំងជាងមុនដោយស៊ីនគឺបានសរសើរទៅកាន់នាងផងដែរក្រោយមកទៀតសាច់រឿងគឺបានកាត់នៅពេលដែលពួកគេគឺធ្វើដំណើរទៅដល់ផ្ទះរបស់សេស៊ីលីនដែលអ្នកបម្រើរបស់សេស៊ីលីននេះគឺបានចេញមកទទួលពួកគេផងដែរក៏ប៉ុន្តែគ្មានទេនៅពេលនោះអ្នកបម្រើម្នាក់គឺបាននិយាយទៅកាន់ស៊ីនថាសូមឲ្យស៊ីននឹងគឺថាមើលថែទៅកាន់ម្ចាស់ស្រីតូចរបស់ពួកគេផងដែលលើបែបហ្នឹងធ្វើឲ្យសេស៊ីលីនក៏ដូចជាស៊ីននឹងគឺពិតជាអៀនខ្លាំងមែនតើក៏ដូចជាគាំងផងដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងដែលក្រុមរបស់ស៊ីននឹងគឺមកត្រាំទឹកក្តៅផងដែរក៏ដូចជាបាននិយាយគ្នាលេងសើចអំពីរឿងផ្សេងៗអីចឹងទៅចំណែកឯក្រុមស្រីៗវិញដែលពួកគេនឹងគេថាត្រាំទឹកក្តៅនៅបន្ទប់ផ្សេងក៏ដូចជាបាននិយាយគ្នាលេងសើចអំពីរឿងផ្សេងៗដូចគ្នាផងដែរដោយសារតែការទៅត្រាំទឹកក្តៅរបស់ពួកគេនេះហើយទៅធ្វើឲ្យអេពីសូតមួយនេះក៏ចប់តែត្រឹមនឹងផងដែរនៅក្នុងអេពីសូតមួយនេះបានឡើងនៅពេលដែលលោកតារបស់ស៊ីននឹងគឺកំពុងតែបង្រៀនទៅកាន់មិត្តភ័ក្តិក៏ដូចជាក្រុមរបស់ស៊ីនឲ្យប្រើប្រាស់វីតាមីនឲ្យបានល្អជាងមុនផងដែរដោយគាត់គឺបានណែនាំទៅកាន់ពួកគេយ៉ាងច្រើនពីរបៀបដែលគ្រប់គ្រងទៅកាន់វីតាមីនឲ្យបានល្អចំណែកឯលោកយាយរបស់ស៊ីនវិញដែលគាត់គឺបានបង្រៀនទៅកាន់ពួកគេឲ្យចេះប្រើប្រាស់អំពីឧបករណ៍វីតាមីនផ្សេងៗក្រៅពីនេះទៅទៀតដែលក្រុមរបស់ស៊ីនគឺបានចេញទៅវឹកហាត់នៅកន្លែងមួយផងដែរដែលពួកគេនឹងគឺវឹកហាត់ដើម្បីបាញ់ធម៌ពលរបស់ពួកគេនឹងឯងបើកាត់តែមើលស៊ីនវិញដែលគាត់គឺបានសម័យថយក្រោយនៅពេលដែលគាត់គឺបានបញ្ជូតគ្នាជាមួយនឹងអូលី
Silver ដោយចើទៅគាត់គឺបានប្រាប់ទៅកាន់មិត្តរួមថ្នាក់របស់គាត់ថាគាត់នឹងគឺចង់តេស្តជាមួយនឹងវេទមន្តថ្មីមួយដោយចើទៅក្រុមរបស់ស៊ីននឹងគឺថាថយក្រោយចង់100ម៉ែត្រតែម្ដងដោយសារតែពួកគេគឺដឹងថាថាពលស៊ីននឹងគឺមិនអន់នោះទេមិនត្រឹមតែថយនោះទេតែពួកគេនឹងគឺបានបើជាមួយនឹងសៀលការពារម្នាក់មួយផងដែរមិនស្រួលនឹងស៊ីនធ្វើលបួសដល់ពួកគេលើដោយចើទៅស៊ីនក៏រៀងកាំងទីបដៃហ្នឹងក្រមទីគាត់គឺបានដើរទៅកន្លែងមួយក៏ដូចជាបានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់តែម្ដងបើមើលទៅកាន់ធម្មពលរបស់ស៊ីនគឺពិតជាលយខ្លាំងមែនទែនមិនចាំយូរទៀតស៊ីនគឺបានបាញ់វាតេះសាកល្បងតែម្ដងទៅដោយធម្មពលរបស់គាត់ហើយគឺមិនខ្សោយនោះទេដែលធ្វើឲ្យកន្លែងដែលគាត់បាញ់ណាគឺខ្ទេចខ្ទីពេញនឹងតែម្ដងក្រោយពីការវឹកហាត់ក៏ដូចជាតេស្តសាកល្បងនៅវេទមន្តយ៉ាងច្រើនដងពេលនេះដែលព្រះអម្ចាស់នេះគឺបានឲ្យស៊ីនជូនគាត់នឹងគឺទៅព្រះរាជវាំងបន្តិចច្បាស់ណាស់ដោយសារតែស៊ីនគឺមានជំនាញធម្មពល teleport ចឹងទៅពួកគេនឹងគឺមិនលំបាកនោះទេនៅក្នុងការធ្វើដំណើរដែលមិនចាំយូរទៀតស៊ីនក៏បានបាយជាមួយនឹងធម្មពល teleport របស់គាត់ដើម្បីជូនព្រះអម្ចាស់នឹងគឺទៅរាជធានីវិញនៅពេលដែលទៅដល់ព្រះអម្ចាស់គឺបានជួបជាមួយនឹងនារីម្នាក់ផងដែរដែលនេះគឺជាគូដណ្ដឹងរបស់គាត់នឹងឯងគាត់តែឃើញនាងភ្លាមព្រះអម្ចាស់គឺថាភ័យឡើងញើតែម្ដងដោយសារតែនារីម្នាក់នឹងគឺពិតជាឆ្នាខ្លាំងមែនតើគឺមិនធម្មតានោះទេចំណែកឯនារីម្នាក់ដែលនៅខាងក្រោយនាងវិញដែលនាងគឺជាប្អូនស្រីរបស់ព្រះអម្ចាស់ដែលនៅពេលដែលពួកគេទាំង4នាក់នឹងគឺបានជួបគ្នាដែលពួកគេនឹងគឺបាននិយាយគ្នាលើអំពីរឿងនេះរឿងនោះផងដែរបន្តមកទៀតដែលពួកគេទាំងពីរនាក់នឹងគឺបានសុំទៅកាន់ស៊ីនឲ្យយកពួកគេនឹងគឺទៅវឹកហាត់ផងច្បាស់ណាស់ដោយសារតែពួកគេនឹងគឺជា fan របស់លោកតាក៏ដូចជាលោកជ័យរបស់ស៊ីននឹងឯងបន្ទាប់ពីការសុំទៅកាន់ស៊ីនបានហើយដែលពួកគេនឹងគឺបានសុំទៅកាន់ស្ដេចតែម្ដងដោយស្ដេចគឺបានគិតអីច្រើនទៅទេដែលគាត់នឹងគឺបានយកព្រមឲ្យទៅកាន់ពួកគេផងដែរដោយមិនចាំយូរទៀតស៊ីនគឺបានបាយជាមួយនឹងច្រកលំហរបស់គាត់ដើម្បីនាំពួកនេះទាំងពីរនឹងគឺទៅតែម្ដងនៅពេលនោះដែលគូដណ្ដឹងរបស់ព្រះអម្ចាស់នឹងគឺបានចោទទៅកាន់ស៊ីនថាស៊ីននឹងគឺចង់លួចព្រះអម្ចាស់អំពីនាងដល់ពេលចឹងទៅស៊ីនក៏ពិតជាកាំងខ្លាំងមែនទែនណាគាត់នឹងគឺគ្មានដឹងអីផងហើយមើលហេតុដែលនាងគឺនិយាយបែបនេះច្បាស់ណាស់ដោយសារតែព្រះអម្ចាស់នឹងគឺតែងតែនិយាយអំពីឈ្មោះរបស់ស៊ីនចឹងទៅដែលធ្វើនាងគឺគិតថាពួកគេទាំងពីរនឹងគឺជា BL អីចឹងទៅអើយដល់កហ្មងគិតចម្លែកដោយសារតែបែបហ្នឹងហើយទៅស៊ីននឹងគឺបានប្រកាសយ៉ាងលឿនតែម្ដងដោយសារតែខ្លាចនាងនឹងគឺយកច្រឡំច្រើនជាងនឹងដោយស៊ីនក៏បាននិយាយផងដែរពងលួចឆ្លាញ់កូនគេផងឲ្យទៅ BL មិនកើតអើយសាហាវហ្មងក្រោយមកទៀតដោយសាររឿងក៏បានកាត់នៅពេលដែលពួកគេទាំង4នាក់ហ្នឹងគឺទៅញ៉ាំអីតែព្រះអម្ចាស់គឺបានប្រាប់ទៅកាន់ស៊ីនថាគាត់នឹងគឺគួរតែសារភាពស្នេហ៍ហ្នឹងគឺទៅកាន់សេសលៀទៅដោយព្រះអម្ចាស់គឺបានរីកមិនឲ្យស៊ីនហ្នឹងគឺថាទៅសារភាពស្នេហ៍ប្រាប់ទៅកាន់សេសលៀតែម្ដងទៅមិនចង់ឲ្យស៊ីនហ្នឹងគឺថាຕົកវីយូទៀតនោះទេបន្ទាប់ពីបានរីកមិនទៅកាន់ស៊ីនហើយដែលគាត់នឹងគឺបាននិយាយលេងជាមួយនឹងគូដឹងរបស់គាត់នឹងគឺបន្តិចផងដែរក្រោយមកទៀតនៅពេលដែលស៊ីននេះគឺបានជូនពួកគេមកជួបទៅកាន់សេសលៀក៏ដូចជាលោកយាយរបស់គាត់ផងដែរតាំងពីថ្ងៃមិញមកបើមើលទៅកាន់ស៊ីនវិញនៅពេលដែលគាត់គឺជួបទៅកាន់សេសលៀណាក៏ដូចជាអៀនផងដែរច្បាស់ណាស់ដែលស៊ីននឹងក៏ចង់សារភាពស្នេហ៍ទៅកាន់សេសលៀផងដែរក៏តែឲ្យតែគាត់ឃើញនៅជិតសេសលៀគឺថាគាត់អៀននិយាយមិនចេញនោះទេដោយនៅពេលមួយសេសលៀនឹងគឺបាននិយាយពាក្យយ៉ាងច្រើនទៅកាន់ស៊ីនក៏ដូចជាពាក្យបារម្ភជាច្រើនផងដែរចិត្តទៅធ្វើឲ្យគ្រប់គ្នានឹងគឺផ្អាប់ដល់ពេលផ្អាប់ជឿទៅធ្វើសេសលៀនឹងគឺអៀនខ្លាំងមែនតើក៏ដូចជានិយាយលេងចេញផងដែរហើយនឹងក៏បានរត់ចេញពីកន្លែងនឹងបាត់ទៅដោយនៅពេលនោះព្រះអម្ចាស់នឹងគឺបានមកលើកទឹកចិត្តស៊ីនផងដែរថាឲ្យគាត់នឹងគឺសារភាពស្នេហ៍ទៅកាន់សេសលៀទៅគឺកុំគិតច្រើនអីនៅពេលយប់គឺបានមកដល់ដោយស៊ីនគឺបានគិតម្នាក់ឯងថាប្រហែលជាគាត់នឹងគឺត្រូវតែធ្វើរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់គឺត្រូវតែសារភាពស្នេហ៍ទៅកាន់សេសលៀដោយគាត់នឹងគឺមិនអាចលាក់វាគឺទុករហូតបាននោះទេក្រោយមកទៀតគាត់គឺបានឃើញសេសលៀនឹងគឺអង្គុយកន្លែងមួយផងដែរដែលចឹងទៅគាត់នឹងគឺបានដើរទៅរកនាងតែម្ដងបន្ទាប់ពីបានជួបទៅកាន់សេសលៀហើយដែលស៊ីននឹងក៏អត់តន់សារភាពស្នេហ៍ភ្លាមនោះទេដែលគាត់នឹងគឺបាននិយាយលេងសើចជាច្រើនជាមួយនឹងសេសលៀសិនបន្ទាប់ពីបាននិយាយលេងសើចយ៉ាងយូរមកស៊ីនគឺសម្រេចចិត្តថាគាត់នឹងប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់សេសលៀតែម្ដងនៅពេលដែលគាត់គឺបានប្រាប់ឲ្យសេសលៀនឹងគឺបានអៀនបន្តិចផងដែរនឹងបន្ទាប់ពីពួកគេគឺបានអៀនដាក់គ្នាបន្តិចហើយដែលស៊ីននឹងគឺបានសារភាពស្នេហ៍ទៅកាន់នាងម្ដងទៀតដល់ពេលនោះដែលនាងគឺបាននិយាយទៅកាន់ស៊ីនផងដែរថានាងក៏ស្រឡាញ់ស៊ីនដូចគ្នាបន្ទាប់ពីបានសារភាពហើយដែលពួកគេទាំងពីរនឹងគឺបាននិយាយរឿងយ៉ាងច្រើនអំពីគ្នាទៅវិញទៅមកបន្ទាប់ពីបាននិយាយហើយពួកគេនឹងគឺសឹងតែនៅលេងតែមិត្តភក្តិរបស់ស៊ីនដែលបានពួនចាំស្ដាប់ក៏ដូចជាពួនចាំមើលនឹងគឺបានចេញមកតែម្ដងបើមើលទៅកាន់ស៊ីនណាក៏ពិតជាខឹងខ្លាំងមែនតើបំរុងតែនឹងបានហើយនឹងពួកគេមកចេញអីណាហើយសាហាវហ្មងចប់ពីរឿងយប់មិញថ្ងៃស្អែកនឹងគឺបានមកដល់ដែលក្រុមរបស់ស៊ីនក៏ដូចជាស៊ីននឹងគឺបានប្រដៅសម្លៀកបំពាក់ដើម្បីលេងសមុទ្រក៏ដូចជាលេងបាល់ផងដែរក៏តែបើសិនជាកលេសមើលទៅកាន់ការវាយបាល់របស់ពួកគេគឺមិនធម្មតានោះទេការវាយបាល់មួយគឺចេញសតវេទមន្តនៅបន្ទាប់ពីពួកគេគឺលេងយ៉ាងសប្បាយមកពេលយប់នឹងគឺបានមកដល់ដែលពួកគេនឹងគឺបាននិយាយគ្នាលេងអំពីនេះពីនោះផងដែរនៅពេលដែលនិយាយគ្នាសោកដោយលោកយាយរបស់ស៊ីនគឺដើរមកឆែកមើលទៅកាន់ពួកគេតែម្ដងដោយសារគាត់នឹងគឺចង់ដឹងថាពួកគេនឹងគឺបានគេងឬក៏អត់ដោយគ្មានជំរឿទៀតពួកគេនឹងគឺបានបិទភ្លើងក៏ដូចជាឃ្លុំភួយធ្វើជាគេងទៅក៏តែបើសិនជាកលេសមើលទៅកាន់ស៊ីនក៏ដូចជាសេសលៀវិញនៅពេលនឹងស៊ីនគាត់គឺអោបអត់ប្រយ័ត្នដល់គាត់គឺបានប៉ះចំទៅកាន់អ្វីមួយយ៉ាងអញ្ចឹងទៅដែលធ្វើឲ្យស៊ីននឹងគឺបានភ្ញាក់ក៏ដូចជាស្រែកផងដែរដោយសារតែការភ្ញាក់ក៏ដូចជាស្រែករបស់គាត់នេះហើយទៅធ្វើឲ្យលោកជ័យរបស់គាត់នឹងគឺចាប់បានហើយការលាក់ខ្លួនរបស់ពួកគេក៏បែកការផងដែរដោយសារតែលោកជ័យគឺចាប់បានថាពួកគេនឹងគឺអត់គេងនោះទេគឺលួចនិយាយគ្នាបែបហ្នឹង
ហើយទៅធ្វើឲ្យសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏ចប់ត្រឹមតែប៉ុណ្្នឹងផងដែរ